សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមកនិយាយពីគំនិតមួយដែលតាមពិតទៅគឺខ្ញុំត្រូវធ្វើជាសភៅទេតាក់ទងជាមួយនឹងមុខរបរតូចប្រហែលជាចុងឆ្នាំដើមឆ្នាំច្រឡំកាលពីដើមឆ្នាំនោះគឺខ្ញុំបានប្រមូលលុយ pre-order ដោយមានបំណងថានឹងយកទៅបោះពុម្ពសភៅអាហ្នឹងចង់បោះមុខរបរតូចហ្នឹងនៅក្នុងមុខរបរតូចហ្នឹងគឺមានមុខរបរ8ប្រភេទដែលយើងអាចចាប់ផ្ដើមឡើងទោះបីជាយើងមិនមានគ្នាជួយមិនមានទុនច្រើនមិនសូវមានពេលវេលាក៏ដោយអញ្ចឹងបន្ទាប់ពីដែលទុកបច្ចេកហ្នឹងចោលបច្ចេកសភៅហ្នឹងគឺទុកចោលដល់ឥឡូវនេះគឺខ្ញុំកែវាទៅចោះឡើងខ្ញុំសម្រេចចិត្តថាដាក់តែ5មុខរបរទេនៅក្នុងហ្នឹងដើម្បីចុងក្រោយទៅគឺយើងអាចប្រមូលវាមកធ្វើជាមុខរបរតែមួយបានអញ្ចឹងឥឡូវសួរថាតើអ្វីទៅគឺជាមុខរបរតូចនិយមន័យរបស់ខ្ញុំមុខរបរតូចគឺជាមុខរបរដែលយើងអាចចាប់ផ្ដើមបានដោយធ្វើតែម្នាក់ឯងដោយមិនចាំបាច់ចំណាយទុនច្រើនហើយនឹងធ្វើទាំងខ្លួនយើងកំពុងតែធ្វើការអត់ចាំបាច់ធ្វើពេញម៉ោងទេខ្ញុំប្រើពាក្យមុខរបរតូចដោយសារតែចំណូលរបស់វាតូចបើសិនយើងចង់បានចំណូលច្រើនពីមុខរបរប្រភេទនេះតើតើយើងចំណាយពេលច្រើនហើយមិនប្រកាសថាបានទៀតអានេះជានិយមន័យរបស់ខ្ញុំគោលបំណងដែលខ្ញុំបង្កើតមុខរបរតូចនេះឡើងគឺដើម្បីឲ្យអ្នកទាំងអស់គ្នាដែលត្រូវការចំណូលបន្ថែមអាចរកចំណូលបានដោយពឹងទៅលើអ៊ីនធឺណិតមុខរបរទាំងនេះគឺនៅលើអ៊ីនធឺណិតយើងអាចធ្វើនៅខាងក្រៅក៏បានដែរក៏ប៉ុន្តែភាគច្រើនគឺយើងចាប់ផ្ដើមពីលើអ៊ីនធឺណិតទៅរាល់ថ្ងៃនេះអ្វីដែលខ្ញុំធ្វើក៏នៅតែជាមុខរបរតូចដែរវាអត់មានអីរីកធំទៅណាទេទោះបីជាខ្ញុំមានគ្នាជួយម្នាក់ពីរនាក់ក៏ដោយក៏វានៅតែរាប់ថាជាមុខរបរតូចដូចគ្នាឥឡូវយើងមកមើលសំណួរថាហេតុអីបានជាបុគ្គលិកត្រូវគិតពីមុខរបរតូចចម្លើយគឺដោយសារតែអ្វីដែលបុគ្គលិកធ្វើដូចជាជំនាញឬក៏ចំណេះដឹងក្នុងការងារហ្នឹងវាស័ក្តិសមនឹងឲ្យយើងអូសវាមកធ្វើជាមុខរបរខ្លួនឯងខ្ញុំមានរបៀបគិតបែបនេះបើសិនជាយើងអាចរកលុយឲ្យអ្នកដទៃបាននៅកន្លែងការងារយើងប្រហែលជាអាចរកលុយបានដោយខ្លួនឯងដែរទោះបីជាមិនបានច្រើនដោយក្រុមហ៊ុនក៏ដោយក៏យើងអាចរកបានល្មមឬក៏អាចលើសពីប្រាក់ខែដែលគេឲ្យយើងលើកខ្ញុំឧទាហរណ៍ចុះថាយើងទៅធ្វើការប្រាក់ខែ500អញ្ចឹងបើសិនជាយើងបកមកធ្វើខ្លួនឯង500គឺយើងអាចរកបានហើយយើងសល់ពេលដើម្បីធ្វើអ្វីផ្សេងទៀតហើយចុងក្រោយគឺយើងសល់មុខរបរមួយដែលជារបស់ខ្លួនឯងឈ្មោះរបស់យើងនៅលើហ្នឹងគឺជារបស់ខ្លួនឯងហើយអញ្ចឹងបុគ្គលិកណាដែលចង់បានឈ្មោះខ្លួនឯងចង់បានស្នាដៃខ្លួនឯងទៅថ្ងៃក្រោយគួរតែគិតពីមុខរបរតូចមិនមែនតាក់ទងតែនឹងការរកចំណូលបន្ថែមតែមួយមុខទេវាផ្ដល់ប្រយោជន៍ឲ្យយើងច្រើនសូម្បីតែទំនុកចិត្តសូម្បីតែការកសាងកេរ្តិ៍ឈ្មោះអីហ្នឹងក៏យើងអាចប្រើមុខរបរតូចទាំងអស់នេះជួយយើងបានដែរក្រុមហ៊ុនដែលអ្នកទាំងអស់គ្នាទៅធ្វើការឲ្យគេហ្នឹងជួនកាលប្រហែលខែជាកើតចេញពីមុខរបរតូចដែរគ្រាន់តែយើងអត់បានចាប់ផ្ដើមជាមួយគេពីដំបូងយើងអត់ដឹងយើងអាចនឹងគិតថាគេមានទុនច្រើនដាក់មកតែម្ដងខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការនៅក្រុមហ៊ុន start up ទុនគេអត់មានច្រើនទេហើយភាគច្រើនគឺចេញពីគំនិតតូចៗហ្នឹងដូចគ្នាពេលដែលគេធ្វើបដាអញ្ចឹងទៅគេចេះតែរកឃើញគំនិតដើម្បីរកស៊ីរកលុយរបស់គេបន្ថែមទៀតហើយយើងតែជាបុគ្គលិកនេះចេះតែមើលតាមគេអញ្ចឹងទៅយើងរៀនយកគំរូពីគេហើយលោថ្ងៃណាមួយយើងអាចធ្វើបានដែរក៏ទៅវាសំណាងដែរដោយសារតែនៅលើអ៊ីនធឺណិតយើងមានវិធីច្រើនដើម្បីផ្សព្វផ្សាយអញ្ចឹងទោះបីជាម្នាក់ហ្នឹងមិនសូវល្បីឈ្មោះក៏អាចរកវិធីដើម្បីលក់ដូររកចំណូលឲ្យខ្លួនឯងបានដែរហើយមាន platform មួយចំនួនឧទាហរណ៍ដូចជា YouTube ដែលផ្ដល់ប្រយោជន៍ទៅដល់អ្នកដែលដាក់វីដេអូនៅលើហ្នឹងដែលទទួលបានចំណូលដូចគ្នាអញ្ចឹងអ៊ីនធឺណិតវាមិនមែនគ្រាន់តែជាប្រភពស្វែងរកចំណេះដឹងនិងរៀនអ្វីថ្មីទេវាក៏ជាប្រភពចំណូលដែរបើសិនជាយើងធ្វើត្រូវយើងអាចបានចំណូលរាល់ខែដូចជាប្រាក់ខែរបស់យើងអ្នកនរគ្នាឃើញខ្ញុំប្រើពាក្យថាចំណូលទៅលើអាមុខរបរដែលយើងធ្វើតូចៗហ្នឹងពីព្រោះអាហ្នឹងគឺយើងអាចគ្រប់គ្រងវាបានវាមិនមែនជាប្រាក់ខែទេប្រាក់ខែគឺគេឲ្យយើងអាចំណូលនេះគឺយើងឲ្យខ្លួនឯងគឺយើងរកវិធីយកដោយខ្លួនឯងហើយអត់ចាំបាច់ឆ្ងល់ទេវិធីដែលសំខាន់ជាងគេគឺការផ្សព្វផ្សាយហើយនិងការលក់មានតែពីរហ្នឹងឯងឲ្យតែយើងបង្កើនផ្សព្វផ្សាយយើងបង្កើនលក់យើងអាចបានចំណូលហើយនៅលើអ៊ីនធឺណិតមានមុខរបរតូចច្រើនណាស់មិនមែនមានតែ5ប្រភេទដែលខ្ញុំដាក់ចូលមកនោះទេនៅមានលើសពីនឹងអាចដល់20 30ប្រភេទហើយមូលហេតុដែលខ្ញុំមកដាក់ចូលដោយសារតែខ្ញុំអត់ទាន់ធ្វើខ្ញុំអត់ទាន់បានសាកដោយខ្លួនឯងទេហើយខ្ញុំក៏អត់ហ៊ានយកមកបញ្ចូលដល់គ្រាន់តែយកខ្លឹមសារដែលគេបញ្ចូលយកមកធ្វើបន្ថែមដែរ
មុខរបរទាំង5ដែលខ្ញុំមាននេះគឺខ្ញុំធ្លាប់ធ្វើហើយធ្វើទៅវាចេញជារូបរាងហើយអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាអាចធ្វើបានដែរបើមើលទៅតាមពេលវេលាដែលយើងមានដូចគ្នាពីមុនពីព្រោះខ្ញុំពីមុនក៏ធ្វើការពេញម៉ោងដែរហើយខ្ញុំឆ្លៀតពេលយប់ហ្នឹងដើម្បីធ្វើការអស់ហ្នឹងខ្លួនឯងឥឡូវយើងមកមើលថាតើមុខរបរតូចទាំង5ដែលខ្ញុំនិយាយនេះមានអីគេខ្លះទី1ដំបូងគេគឺការរកលុយពី YouTube ទី2គឺការលក់ e-book ទី3គឺការបង្រៀនពីអ្វីដែលយើងចេះទី4គឺការលក់ audiobook ហើយចុងក្រោយគេគឺតាក់ទងជាមួយនឹងការលក់មាតិកា premium ឬក៏ subscription បើសិនជាអ្នកនរធ្លាប់អានសភៅ business ដែលគេនិយាយអំពី subscription គេថាបើចង់អានឹងคล้ายទៅជាមុខរបរមែនតើតែយើងអាចរកចំណូល subscription ហ្នឹងបានរាល់ខែតែខ្ញុំអត់គិតចឹងទេទោះបីជាយើងអត់មាន subscription ក៏យើងនៅតែអាចធ្វើអ្វីផ្សេងទៀតដែលអាចរាប់ថាជាមុខរបរបានដែរឧទាហរណ៍ដូចជាការលក់ e-book អញ្ចឹងបើសិនជាក្នុងមួយថ្ងៃយើងលក់បានត្រឹម4-5នាក់អញ្ចឹងទៅគឺយើងអាចមានចំណូលថេរហើយបើសិនជាចំណូលថេរគឺជាមុខរបរហើយមិនមែនតើតែគេបដិញ្ញាចិត្តថាប្រើប្រាស់សេវាកម្មរបស់យើងទើបយើងហៅថាមុខរបរទេវាមានអត្ថន័យច្រើនណាមុខរបរហ្នឹងធ្វើយ៉ាងណាឲ្យតែមានចំណូលចូលជាប្រចាំគឺយើងរាប់វាថាជាមុខរបរចំណូលតូចមុខរបរតូចខ្ញុំតម្រៀបវាពីទី1ដល់ទី5នេះទៅតាមលំដាប់លំដោយនៃការធ្វើអញ្ចឹងនៅពេលដែលអ្នកនរគ្នាធ្វើចង់ធ្វើតាមលំដាប់លំដោយរបស់ខ្ញុំក៏បានចង់ធ្វើខ្លួនឯងចាប់ផ្ដើមពីកន្លែងណាមួយមុនក៏បានដែរឥឡូវយើងមើលទី1គឺការរកលុយពី YouTube ខ្ញុំអ្នកនរគ្នាដឹងហើយថាមាន channel មួយចំនួនដែលខ្ញុំកំពុងតែរកលុយដូចជា channel វិភាគរឿងអាហ្នឹងជាលុយធំលុយគោលសំខាន់លុយអត់ច្រើនទេប៉ុន្តែវាជាលុយសំខាន់មួយក្នុងចំណោម channel របស់ខ្ញុំទាំងអស់ទី2គឺ1000គំនិត podcast ដែលខ្ញុំទៅតែធ្វើក្នុងខែហ្នឹងដែរទេខែហ្នឹងខែមុនធ្វើខែមុនដែរទេហើយធ្វើបានតែ6-7វីដេអូទេតែ6-7វីដេអូហ្នឹងមានអ្នកមើលច្រើនហើយដោយសារតែវាជាវីដេអូវែងអញ្ចឹងចំណូលក៏វារៀងបានគួរសមដែរវាអាចរួចថ្លៃអ៊ីនធឺណិតនិងថ្លៃ subscription ដែលខ្ញុំប្រើប្រចាំខែមួយទៀតគឺ channel ដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះឥឡូវនេះវាទៅតែឡើងទេដោយសារតែពីមុនគឺខ្ញុំធ្វើវីដេអូខ្លីៗតាមពិតវីដេអូខ្លីហ្នឹងក៏មិនមែនធ្វើដើម្បីដាក់លើ channel នេះដែរខ្ញុំធ្វើដាក់នៅលើ Facebook page ទេពីព្រោះមានគេសួរសំណួរអញ្ចឹងខ្ញុំចេះតែឆ្លើយនៅលើហ្នឹងទៅតែដោយសារតែជ្រុលជា export ហើយខ្ញុំក៏ export មក version ទៀតសម្រាប់ YouTube កុំឲ្យវាខាតតែវាក៏អត់មានចំណេញទេដែរវីដេអូខ្លីៗនៅលើ YouTube ហ្នឹងមិនសូវទេតែឥឡូវនេះគឺខ្ញុំចាប់ផ្ដើមផ្ដោតលើការធ្វើវីដេអូវែងៗលើ channel នេះដែរខ្ញុំជឿទៅលើវីដេអូវែងៗបើសិនជាអ្នកនរចង់រកលុយពី YouTube ហើយថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំចាប់ផ្ដើម channel និទានរឿងរបស់ខ្ញុំធ្វើជាមួយប្អូនខ្ញុំ2នាក់វាអ្នកសេ script ទៅហើយខ្ញុំអ្នកយកមកអានមកកាត់តបន្តិចទៅតែតិចទៀតគឺខ្ញុំឲ្យវាជួយសរសេរ script ជួយអានខ្លួនឯងហើយពេលដែលវាលេងអៀនជាមួយនឹង microphone គឺវាអាចធ្វើបានដល់ពេលដែលធ្វើច្រើនគ្នាយើងមានវីដេអូច្រើនយើងអាចបានចំណូលមក channel ទៀតចឹងបើរាប់ទៅមាន3ហើយមួយទៀតកំពុងតែចាប់ផ្ដើមធ្វើតើគុណសម្បត្តិនៃការរកលុយពី YouTube វាមានអីគេខ្លះទី1គឺplatform YouTube នេះវាចាស់ទុំជាងក្នុងការរកលុយបើយើងប្រៀបធៀបជាមួយនឹង Facebook ឬក៏ TikTok វា support ស្រុកខ្មែរនៅពេលដែលយើងមានបញ្ហាយើងអាចតាក់ទងបានហើយបើសិនជាយើងមិនយល់គឺគេមានឯកសារពន្យល់យើងគ្រប់គ្រាន់ចឹងហ្នឹងគឺបង្ហាញពីភាពចាស់ទុំរបស់គោលការណ៍រកលុយរបស់គេហើយចឹងយើងអាចទុកចិត្តបានជាមួយនឹង platform YouTube ទី2នៅលើ YouTube មានប្រភេទវីដេអូច្រើនអញ្ចឹងមិនថាអ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តបែបណាមាន style ធ្វើវីដេអូបែបណាទេយើងអាចរកឃើញ audience របស់យើងនៅលើ YouTube បានអ្នកប្រើប្រាស់ YouTube មានច្រើនណាស់មិនថានៅក្នុងស្រុកខ្មែរនៅស្រុកក្រៅគឺមានច្រើនណាស់បើសិនជាអ្នកគ្នាផ្ដោតតែទៅលើ audience ក្នុងស្រុកក៏យើងមានច្រើនដែរលើខ្ញុំឧទាហរណ៍ថាយើងយកឲ្យបានតែ 500k subscriber ចុះច្រើនណាស់អ្នកទាំងអស់គ្នាច្រើនមែនតើហើយអ្នកប្រើអ៊ីនធឺណិតស្រុកខ្មែរយើងគឺលើសពីចំនួនប៉ុណ្ណឹងទៀតបើសិនជាយើងយកបានតែប៉ុណ្ណឹងគឺវាគ្រប់ទឹកហើយដូច channel វិភាគរឿងរបស់ខ្ញុំហ្នឹងឥឡូវវាមិនទាន់បាន 100k ផងគ្រាន់តែចំនួនអ្នកដែលចូលមើលគឺវាលើសពី 100k ហើយតែអ្នក subscribe អ្នកតាមដានរាល់ថ្ងៃហ្នឹងវាអត់មានប៉ុណ្ណឹងទេទី3ការរកលុយនៅលើ YouTube គឺពឹងទៅលើ long term គឺយើងធ្វើរយៈពេលយូរគឺយើងធ្វើសន្សឹមយើងអត់ចាំបាច់បខំថានេះចេញស្អែកចេញយើងធ្វើអញ្ចឹងអត់ល្អទេយើងអាចនឹង burn out ខ្លួនឯង
អញ្ចឹងនៅលើ YouTube អ្នកនរគ្នាពេលដែលយើងធ្វើដល់ចំណុចមួយដែលអាចសម្រាកបានគឺយើងសម្រាកខ្ញុំក៏សម្រាកអ្នកផ្សេងទៀតក៏គេសម្រាកដោយសារតែពេលសម្រាកទៅវាអត់ប៉ះពាល់គឺគេសម្រាកហើយអ្នកធ្វើ YouTube គេធ្វើតែរបៀបអញ្ចឹងបើសិនជាយើងធ្វើមេតិកាដើម្បីកើបលុយមកប្រើហើយឈប់អានឹងយើងកាប់ដាវទៅធ្វើនៅ platform ផ្សេងចោះខ្ញុំគិតថាអាចរកលុយបានតែបើសិនជាយើងអាចរងចាំយើងមានភាពអត់ធ្មត់យើងគួរតែធ្វើនៅលើ YouTube វាគង់តែបានផលទេឲ្យតែធ្វើត្រូវណាធ្វើត្រូវគឺបានផលហើយរបៀបដែលធ្វើត្រូវគឺអត់សូវមានអីច្រើនទេនៅលើ YouTube យើងអត់ចាំបាច់ប្រើប្រាស់ tool ញ៉ែញ៉ៃដូរ VPN ដូរ IP ទេយើងធ្វើតែធម្មតាផុសទៅវីដេអូឲ្យទៅត្រូវចិត្តអ្នកមើលទៅគឺយើងរកលុយបានហើយតោះឥឡូវយើងមកមើលពីគុណវិបត្តិនៃការធ្វើ YouTube វិញតើមានអីគេខ្លះពីព្រោះវាមិនអាចល្អ 100% ទេវាតែងតែមានចំណុចខ្លះដែលវាធ្វើឲ្យមនុស្សជាច្រើននឹងបោះបង់ចោលគុណវិបត្តិគឺត្រូវការពេលយូរបើសិនជាក្រោម6ខែអ្នកនរគ្នាកុំសង្ឃឹមខ្លាំងពេកអ្នកដែលផ្ទុះវីដេអូ viral មួយហើយអាចលោតឡើងគ្រប់គោលការណ៍រកលុយហ្នឹងវាមានហើយប៉ុន្តែវាមិនមានច្រើនទេហើយក៏មិនប្រកាសថាជាយើងដែរអញ្ចឹងពេលដែលធ្វើ YouTube យើងត្រូវតាំងចិត្តអត់ធ្មត់ឲ្យលើស6ខែបើសិនជានៅស្រុកគេដោយសារតែការប្រកួតប្រជែងវាច្រើនគេឲ្យអ្នកដែលធ្វើហ្នឹងអត់ធ្មត់ឲ្យដល់1ឆ្នាំក្នុងរយៈពេល1ឆ្នាំប្រកាសជាអាចរកបាន1000 subscriber ហើយនឹង4000ម៉ោងហើយយើងឃើញហើយគោលការណ៍របស់ YouTube គឺគេកំណត់4000ម៉ោងក្នុងរយៈពេល12ខែដែរពីព្រោះគេដឹងថាវាពិបាកយ៉ាងណាដើម្បីអាចរកបានម៉ោងគ្រប់ហ្នឹងអញ្ចឹងគុណវិបត្តិរបស់វាគឺត្រូវការយើងអត់ធ្មត់ឥឡូវយើងមកសួរតទៀតតើបើសិនជាចង់ធ្វើ YouTube គួរចាប់ផ្ដើមពីកន្លែងណាទៅទីមួយគឺយើងតាក់ទងនឹងឧបករណ៍ប្រើប្រាស់របស់យើងគួរតែមានកុំព្យូទ័រដែលអាចប្រើបានល្មមមួយទៅយើងមាន microphone មួយថតសំឡេងយើងមានកាសដើម្បីកាត់វីដេអូហើយយើងមានឧបករណ៍មួយចំនួនដើម្បី store វីដេអូយើងធ្វើហ្នឹងប៉ុណ្ណឹងគឺយើងអាចទៅរួចហើយខ្ញុំគិតថាការចំណាយប្រហែលជាចូលខ្ទង់5-600អាហ្នឹងបើសិនយើងអត់មានកុំព្យូទ័រវាចូល5-600ប៉ុន្តែបើសិនជាយើងមានគឺយើងអាចដកអាហ្នឹងចេញទៅវានៅសល់តែតែ100អីហ្នឹងចំពោះការរៀនពី YouTube អ្នកទាំងអស់គ្នាអាចរៀនដោយខ្លួនឯងក៏បានអាចរៀនជាមួយគេក៏បានដែរឥឡូវអ្នកដែលបើកបង្រៀនតើវិធីធ្វើ YouTube នេះមានច្រើនដែរនៅស្រុកខ្មែរយើងខ្ញុំក៏បើកបង្រៀនដែរហើយគ្រាន់តែខ្ញុំផ្ដោតទៅលើការបង្កើតមាតិកាខ្ញុំអត់សូវលើកពី technical របស់ YouTube ទេពីព្រោះខ្ញុំខ្លួនឯងក៏មិនសូវធ្វើ technical ដែរខ្ញុំផ្ដោតទៅលើវីដេអូទេព្រោះខ្ញុំដឹងថាផុសវីដេអូទៅមានអ្នកមើលដោយសារតែយើងរើស topic ត្រូវយើងធ្វើត្រូវចិត្តអ្នកដែលគេតាមមើលហ្នឹងអញ្ចឹងគេចេះតែចូលមកមើលហើយអញ្ចឹងកន្លែងនេះខ្ញុំផ្សព្វផ្សាយខ្លួនឯងមកចុះបើសិនជាអ្នកនរគ្នាចង់រៀនបង្កើតមាតិកាធ្វើ YouTube អីហ្នឹងអាចចុះឈ្មោះរៀនជាមួយខ្ញុំបានខ្ញុំបរៀនសម្រាប់អ្នកដែលមិនចេះសោះធ្វើពីដំបូងរហូតដល់អាចរកលុយបានសូម្បីតែមុខរបរទី2ហ្នឹងក៏ខ្ញុំបង្រៀនដែរនៅក្នុងវគ្គរបស់ខ្ញុំហ្នឹងហើយតម្លៃគឺ150កុំឲ្យពិបាកឆាតមកសួរកាលសួរឲ្យទៅស្ងាត់ទេតម្លៃ150ហើយបើសិនជាអ្នកនរគ្នាខ្វះខាតអាចបង់ប្រដាក់ក៏បានស៊ីសងលើយើងថាចង់បង់ប្រហែលខែហើយខ្ញុំអាចទទួលយកបានឬអត់បើសិនជាខ្វះខាតមែនអាចឆាតប្រាប់ខ្ញុំបានអញ្ចឹងដល់ពេលដែលយើងរៀនគឺយើងរៀនបដាយើងធ្វើបដាយើងមិនមែនចាំតតែរៀនចប់បានធ្វើវីដេអូខ្លួនឯងទេធ្វើអញ្ចឹងគឺខាតពេលដល់ពេលដែលរៀនចប់ហើយយើងអស់ទឹកចិត្តដើម្បីធ្វើវីដេអូបាត់ឬក៏យើងភ្លេចមេរៀនអស់បាត់អញ្ចឹងគឺយើងរៀនបដាយើងធ្វើបដារៀនដល់កន្លែងdesign thumbnail គឺយើងទៅ design thumbnail រៀនដល់កន្លែងថតសំឡេងគឺយើងទៅថតសំឡេងខ្លួនឯងបន្ទាប់ពីរៀនហើយគឺយើងមានវីដេអូស្រាប់ដើម្បីផុសហើយយើងរងចាំតតែគ្រប់គោលការណ៍ហើយយើងក៏ចាប់ផ្ដើម set up account AdSense ឬក៏ set មុនក៏បានដែរប៉ុន្តែខ្ញុំ set up ពេលដែលមាន YouTube ទេពីព្រោះខ្ញុំអត់ប្រើ AdSense ជាមួយនឹងអ្វីផ្សេងទៀតទេពេលយើង set up ហើយយើងរងចាំតិចទៀតទៅគឺយើងអាចទទួលបាន approval ពី YouTube ដើម្បីឲ្យយើងរកលុយហើយវាស៊ីសងទៅលើវីដេអូអ្នកនរគ្នាដែរបើសិនជាអ្នកនរគ្នាធ្វើវីដេអូកាប់ដាវអញ្ចឹងត្រូវដេកភ័យបន្តិចពេលដែលសុំ approval ហ្នឹងហើយពេលដែល approve ហើយក៏មិនប្រកាសថាពេលដែលបើកលុយហ្នឹងវាអាចបានដែរព្រោះគេនឹងចាប់ content របស់យើងដែរអញ្ចឹងបើសិនជាចាប់ផ្ដើមធ្វើវីដេអូ original ខ្លួនឯងទៅវីដេអូណាដែលជារបស់យើងដែលមិនអាចអ្នកដតីមកនិយាយថាយើងយករបស់គេឬក៏យើងចាំតែយកស្រាប់ពីអ្នកដតីយើងធ្វើខ្លួនឯងទៅចំណាយពេលទៅពីព្រោះអានេះជាការវិនិយោគទៅលើមុខរបររបស់យើងបើអ្នកទាំងអស់គ្នាចាត់ទុក YouTube ថាជាមុខរបរអ្នកទាំងអស់គ្នាត្រូវតែចំណាយពេលធ្វើវីដេអូដោយខ្លួនឯងលើចូលមកដល់សំណួរតើយើងអាចរកចំណូលបានប្រមាណពី channel YouTube ត្រង់នេះវារៀងខុសគ្នាទៅតាមប្រភេទ channel ដែរហើយខុសគ្នាទៅតាមការ upload របស់យើងដូចគ្នា
លើខ្ញុំឧទាហរណ៍ដូច channel វិភាគរឿងរបស់ខ្ញុំអញ្ចឹងចំណូលបើសិនជាខ្ញុំអត់មានធ្វើអីសោះវានៅខ្ទង់300អត់មានវីដេអូថ្មីវានៅខ្ទង់300ហើយបើសិនជាមានវីដេអូថ្មីច្រើនវាអាចឡើងទៅដល់500ហើយបើសិនជាយើងប្រឹងតែបន្តិចទៀតទៅប្រឹងដូចពេលធ្វើដំបូងហ្នឹងគឺយើងអាចបានពីខ្ទង់700ឡើងទៅចំណូលខ្ពស់បំផុតដែលខ្ញុំធ្លាប់ទទួលបានគឺ900ជាងអត់ដល់1000ទេកាលហ្នឹងហើយកាលហ្នឹងដូចជាផ្ទុះវីដេអូប្រហែលជាប់គ្នាដូចជា6វីដេអូជាប់គ្នាគឺមានអ្នកចូលមើលបន្តច្រើនរហូតអញ្ចឹងក៏វាជួយឲ្យ channel របស់យើងរកបានមកប្រាវពេលហ្នឹងទៅហើយអាពេលដែលបាន900ហ្នឹងគឺជាពេលដែលខ្ញុំដាក់ពាក្យជប់ធ្វើការខ្ញុំគិតថាអូឲ្យទៅរួចហើយដល់ដាក់ពាក្យជប់ទៅចំពោះ channel ទូចដូចជា channel 1000គំនិត podcast ដែលខ្ញុំទៅធ្វើនេះបើតាមវាយឲ្យត្រូវទៅក្នុងមួយខែវាអាចបាន100ឬក៏200ហ្នឹងបើសិនជាយើងធ្វើទៀងទាត់បើយើងធ្វើទៀងទាត់ទេវាបានខ្ទង់ត្រឹម30រៀល40រៀលដើម្បីចាយហើយ channel ហួតសេងជានេះគឺអត់ទាន់ដឹងច្បាស់ទេដោយសារតែកំពុងតែធ្វើដែរវីដេអូទូចអត់អាចជួយបានទេនៅលើ YouTube ត្រឹម3នាទីអី5នាទីអីគឺគ្មានអ្នកមើលទេព្រោះយើងមិនមែនវីដេអូចម្រៀងទេគេពេលដែលគេសម្រេចចិត្តថាចំណាយពេលអង្គុយមើលវីដេអូរបស់យើងគេចង់បានវីដេអូដែលលម្អិតហើយយើងនិយាយបានយូរបន្តិចទៅពីព្រោះអ្នកខ្លះគាត់បើក YouTube គាត់បើកដូចមើលរឿងអញ្ចឹងគាត់អត់ចង់មើលហើយអង្គុយដូររហូតទេបើមិនជាគាត់ចង់ដូររហូតគាត់ទៅមើល YouTube Short ឬក៏ទៅមើល TikTok ហើយអញ្ចឹងយើងត្រូវយល់ពីអ្នកប្រើប្រាស់ YouTube ដែរអញ្ចឹងខ្ញុំចែកម្លែកបានប៉ុណ្ណឹងតាក់ទងនឹងការរកលុយពី YouTube បើអ្នកនរគ្នាចង់ដឹងបន្ថែមទៀតចុះឈ្មោះរៀនជាមួយខ្ញុំទៅខ្ញុំមិនមែនបខំទេច្រឡំចុះឈ្មោះរៀនជាមួយអាណាក៏បានដែរក៏គេប្រាប់ដែរតែបើចង់រៀនពីវិធីសរសេរ script របស់ខ្ញុំអាចចុះឈ្មោះរៀនជាមួយខ្ញុំបានឥឡូវយើងចូលមកដល់មុខរបរទី2គឺការលក់ e-book ខ្ញុំសូមបញ្ជាក់បន្តិចខ្ញុំផ្ដោតទៅលើ e-book ជាមុខរបរដោយសារបើសិនជាអ្នកនរគ្នាហ៊ានរើសយកសភៅតែត្រូវបោះពុំត្រូវអីអ្នកនរគ្នាអាចនឹងជាប់លុយពីព្រោះខ្ញុំឥឡូវនេះកំពុងតែជាប់លុយឃើញខ្ញុំបោះសភៅរៀនតាមឆាវអត់ចេញដោយសារតែជាប់លុយអញ្ចឹងបើសិនជាអត់ចង់បន្ថយឬក៏មិនចង់ទុកលុយចោលដូចខ្ញុំអញ្ចឹងយើងគួរតែផ្ដោតលើ e-book គុណសម្បត្តិរបស់ e-book បកសិនe-book គឺសភៅដែលយើងអាននៅលើទូរស័ព្ទដៃនៅលើ device ផ្សេងគ្នាហ្នឹងចឹងអ្នកនេះអាចធ្វើជា PDF ក៏បានធ្វើជា Mobi ក៏បានស៊ីសងទៅលើម៉ាស៊ីនដែលយើងមានយើងអាចធ្វើណាបានធ្វើទៅខ្ញុំធ្វើតែ PDF ទេឥឡូវនេះបើកាលពីមុនខ្ញុំធ្វើសម្រាប់ទាំងម៉ាស៊ីន Kindle ហើយធ្វើសម្រាប់ iOS ទៀតតែដល់ពេលឥឡូវខ្ញុំអត់មាន Mac ជាប់ខ្លួនខ្ញុំបាក់ខ្ញុំធ្វើតែ PDF ទេឥឡូវយើងនិយាយតាក់ទងនឹងគុណសម្បត្តិរបស់ e-book ទី1គឺបើសិនជាយើងជាមនុស្សដែលចូលចិត្តសរសេរយើងប្រកាសចូលចិត្តចងក្រងអញ្ចឹងតែយើងចងក្រងវាច្បាស់ជាចេញជាសភៅហើយយើងមិនគួរទុកកន្លែងហ្នឹងចោលទេយើងចងក្រងជា e-book ហើយដាក់លក់ទៅហើយមួយទៀតបើសិនជាយើងធ្វើ YouTube យើងប្រកាសជាមាន script អញ្ចឹងបើសិនជា script របស់យើងហ្នឹងវាល្អ script របស់យើងនឹងសរសេរបានមាន flow ត្រឹមត្រូវហើយយើងគួរតែច្នៃវាទៅជា e-book ទៅរបស់មានហើយគឺយើងត្រូវតែច្នៃនេះសម្រាប់អ្នកដែលរកស៊ីលើ online មួយទៀតដែរ e-book វាមិនត្រូវការឲ្យយើងចំណាយដើមទុនយកទៅបោះពុម្ពឬសភៅទេអ្នកនរគ្នាអាចចំណាយពេលមួយអាទិត្យពីរអាទិត្យដើម្បីធ្វើ e-book មួយក្បាលហើយដាក់លក់ទៅលក់បានប្រហែលគឺស៊ីសងទៅលើតើសភៅរបស់យើងនឹងធ្វើត្រូវតម្រូវការទីផ្សាររបស់គេឬអត់ខ្ញុំមាន e-book ដែលលក់ដាច់ច្រើនហើយមាន e-book ដែលអត់មានអ្នកណាគេមើលទេហើយក៏មាន e-book ដែល free ឲ្យគេហើយមានគេចូលចិត្តច្រើនដែរអញ្ចឹង e-book នេះវាមានប្រយោជន៍របស់វាច្រើនណាស់មិនមែនសម្រាប់តែលក់មួយទេជួនកាលដើម្បីផ្សព្វផ្សាយថាយើងមានជំនាញជួនកាលទៅដើម្បីជួយអ្នកដទៃឥឡូវយើងនិយាយពីគុណវិបត្តិរបស់វាវិញគុណវិបត្តិដែលខ្ញុំមើលឃើញគឺការលក់រៀងពិបាកបន្តិចដោយសារយើងត្រូវលក់ផ្ទាល់បើសិនជាអ្នកគ្នាដាក់លក់លើ platform របស់គេយើងត្រូវ pay លុយហើយការកាត់ចំណាយជាមួយគេនេះគឺវាធ្វើឲ្យការលក់ e-book របស់យើងអត់ចំណេញទេលក់ដូចលក់ឲ្យគេអញ្ចឹងខ្ញុំធ្លាប់ដាក់នៅលើ Gumroad ប៉ុន្តែគ្រាន់តែវាកាត់ចូល 50% បាត់ហើយអញ្ចឹងវាមិនល្អសម្រាប់ការលក់របស់យើងទេអ្នកដែលគេលក់បានគឺគេលក់ឡើងថ្លៃដូចត្រូវលក់$2គេលក់$5អញ្ចឹងទៅដើម្បីគេបាន$2ហ្នឹងអញ្ចឹងមកធ្វើអញ្ចឹងវា e-book របស់យើងវាកាន់តែថ្លៃទៀតដែរអញ្ចឹងវិធីរបស់ខ្ញុំគឺលក់ផ្ទាល់លក់នៅក្នុងក្រុម Telegram ឬក៏ក្រុមលក់នៅក្នុង Telegram អ្នកណាចង់ទិញឲ្យគាត់ឆាតមកយើងផ្ញើ file ឲ្យទៅហើយយើងត្រូវទុកចិត្តថាអ្នកដែលគេទិញរបស់យើងហ្នឹងគេមិនយក file ហ្នឹងទៅចែកចាយជាមួយអ្នកផ្សេងចោះ
ជួនកាលទៅវាមាន plot ម្ដងម្កាលដែរពីព្រោះអ្នកខ្លះគាត់មិនខ្វល់ថាយើងនឹងស្អីទេគាត់គិតថាជះលុយ1រៀល2រៀលហ្នឹងហើយគាត់ចង់ធ្វើអីក៏បានដែរវាអត់មានការគោរពសិទ្ធិអញ្ចឹងយើងក៏មិនអាចធានា 100% ដែរកន្លែងហ្នឹងយើងត្រូវបន្ថយដែរអញ្ចឹងហ្នឹងគឺជាគុណវិបត្តិដែរប៉ុន្តែគុណវិបត្តិដែលយើងអាចទទួលយកបានលើបើសិនជាអ្នកនរចង់ចាប់ផ្ដើមជាមួយនឹងការលក់ e-book តើយើងគួរចាប់ផ្ដើមពីណាទៅ e-book គឺងាយស្រួលជាងគេគឺយើងត្រូវតែដឹងថាតើគេកំពុងតែចង់អានអីឥឡូវហ្នឹងលើខ្ញុំឧទាហរណ៍ថាយើងឃើញថាប្រឡោមលោកមានការគ្រប់គ្រងច្រើនហើយការសរសេរ e-book ជា PDF នេះក៏មានគេលក់ប្រឡោមលោកដែរខ្ញុំឃើញ2-3 page ដែលធ្វើអញ្ចឹងបើសិនជាយើងមើលឃើញថាហ្នឹងគឺជាទីផ្សារហើយចាំយើងធ្វើ e-book អត់អាចអង្គុយនឹកឃើញសរសេរបានទេយើងត្រូវមើលថាមានបញ្ហាអីដែលយើងដោះស្រាយបានចាំយើងចាប់ផ្ដើមរៀបចំអ្នកទាំងអស់គ្នាត្រូវមើល e-book ថាជាដំណោះស្រាយតូចមួយដែលយើងអាចបកគោលទៅឲ្យអ្នកដទៃហើយយើងដូរបានចំណូលមកវិញខ្លះកុំចាត់ទុកវាថាជាសភៅហើយអត់ចាំបាច់ខ្វល់ថាខ្លួនយើងមិនមែនជាអ្នកនិពន្ធមិនបានចូលរៀនវគ្គតែនិពន្ធអីមិនអាចសរសេរសភៅបានកុំគិតថាហ្នឹងគឺជាដំណោះស្រាយដែលខ្លួនយើងមានហើយយើងរៀបចំវាក្នុងទម្រង់ជា e-book ហើយយើងដាក់លក់ទៅលក់តម្លៃប្រហែលស៊ីសងលើយើងឧទាហរណ៍ថាបញ្ហាដែលយើងដោះស្រាយហ្នឹងអាចជួយឲ្យអ្នកដែលគាត់ជួបបញ្ហាហ្នឹងចំណេញប្រាក់$1000អញ្ចឹង e-book របស់យើងទោះបីជាសរសេរ10ទំព័រក៏ដោយក៏យើងអាចគិតតម្លៃ$10-20បានដែរអញ្ចឹងយើងមើលទៅលើទំហំបញ្ហាដែលយើងដោះស្រាយលើខ្ញុំឧទាហរណ៍ចុះខ្ញុំសរសេរ e-book និយាយតាក់ទងនឹងវិធីសាស្ត្រចិញ្ចឹមកូនដោយសារតែអានេះវាមិនសូវមានតម្រូវការទេមានអ្នកចែកចាយច្រើនហើយអញ្ចឹង e-book ហ្នឹងខ្ញុំលក់តែ10000ទេតែបើសិនជាខ្ញុំសរសេរពីកលឹះដើម្បីធ្វើឲ្យthumbnail YouTube ហ្នឹងតាក់ទាញជាងមុនមានគេចុចមើលច្រើនហ្នឹងសម្រាប់អ្នកដែលធ្វើ YouTube គឺអាចជួយរកចំណូលពួកគាត់បានច្រើនខ្ញុំមិនអាចលក់តម្លៃ10000ទេខ្ញុំអាចលក់40000ឬក៏50000ទៅតាមគុណតម្លៃដែលខ្ញុំឲ្យទៅពួកគាត់វិញទៅតាមប្រយោជន៍ដែលខ្ញុំឲ្យទៅអ្នកដែលអានសភៅវិញអញ្ចឹងការចាប់ផ្ដើមលក់ e-book ត្រូវមើលទៅលើទីផ្សារត្រូវមើលទៅលើបញ្ហាដែលកំពុងតែអត់មានអ្នកដោះស្រាយแล้วយើងមកសួរថាតើយើងអាចរកចំណូលបានប្រមាណកន្លែងនេះគឺវាខុសគ្នាទៅតាមអ្នកដែលគាត់លក់សម្រាប់ខ្ញុំបើសិនជាពេលដែលខ្ញុំមាន e-book ថ្មីខ្ញុំអាចលក់ពី200ទៅ300ក្នុងមួយខែបើសិនជាអត់មានទេវាតែតក់វាបានខ្ទង់ថា100អីហ្នឹងអញ្ចឹងអ្នកដែលចង់បានចំណូលបន្ថែម100គឺគួរសមហើយយើងអាចយកមកទប់ការចាយវាក្នុងផ្ទះបានហើយអ្នកនរគ្នាគិតថាមិនដែលមានសុកគេមកទិញ file យើងទេយើងត្រូវចាំគេអត់មែនមកទិញ file យើងទេគេទិញដំណោះស្រាយរបស់យើងឧទាហរណ៍ខ្ញុំលក់ e-book មួយអត់មិនដឹងផុសអី e-book ហ្នឹងគឺនិយាយពីគំនិតដើម្បីយកទៅផុសលើបណ្ដាញសង្គមអញ្ចឹងអ្នកណាដែលគាត់ធ្វើការជាមួយបណ្ដាញសង្គមហើយធ្វើទៅវាគាំងគំនិតអត់ដឹងផុសអីគេមើលឃើញ e-book ហ្នឹងជាដំណោះស្រាយគេទិញហើយមួយក្បាល10000គឺគេទិញហើយគេមកទិញ file យើងធ្វើអីបើ file យើងអត់មានប្រយោជន៍សម្រាប់គេផងហ្នឹងអញ្ចឹងយើងត្រូវចាំកន្លែងហ្នឹងការលក់ e-book របស់យើងនេះស្មើនឹងការលក់ដំណោះស្រាយក្នុងតម្លៃទាបព្រោះដំណោះស្រាយបើសិនជាយើងធ្វើទៅជាវីដេអូធ្វើទៅជាអីផ្សេងទៀតគឺវាថ្លៃជាងហ្នឹងឥឡូវយើងចូលមកដល់មុខរបរទី3តាក់ទងជាមួយនឹងការបង្រៀនអ្វីដែលយើងចេះត្រង់កន្លែងនេះអ្នកទាំងអស់គ្នាអាចបរៀននៅលើអនឡាញក៏បានបរៀននៅផ្ទាល់ក៏បានដែរស៊ីសងទៅលើចំណូលចិត្តរបស់យើងឬលទ្ធភាពរបស់យើងបើយើងមានទីតាំងអាចបរៀនផ្ទាល់បានក៏បរៀនទៅវាអត់សូវខុសគ្នាទេការបង្រៀនគឺជាការចែករំលែកប៉ុន្តែចែករំលែកក្នុងលក្ខណៈដោះដូរគឺយើងអត់បង្រៀន free ទេបើបង្រៀន free យើងអត់ហៅថាមុខរបរទេតែយើងហៅថាមុខរបរយើងត្រូវតែគិតលុយលើខ្ញុំនិយាយពីគុណសម្បត្តិរបស់វាតើវាមានអីគេខ្លះទី1គឺយើងបានប្រើប្រាស់អ្វីដែលយើងចេះហ្នឹងឲ្យអស់សាច់បានន័យថាម៉េចលើឧទាហរណ៍ថាខ្ញុំធ្លាប់រៀនពីវិធីធ្វើ content ពួកខ្ញុំចំណាយពេលធ្វើ content developer ហ្នឹងក្នុងអស់រយៈពេល2ឆ្នាំអញ្ចឹងខ្ញុំមិនមែននៅសុកមកអង្គុយធ្វើនៅលើបណ្ដាញសង្គមទេការងារខ្ញុំពីមុនគឺធ្វើ content ធ្វើតាក់ទងជាមួយនឹង e-learning អញ្ចឹងអ្វីដែលខ្ញុំចេះគឺខ្ញុំយកមកបង្រៀនគេវិញរាល់ថ្ងៃនេះនៅក្នុងវគ្គ YouTube របស់ខ្ញុំហ្នឹងកម្មវិធីដែលខ្ញុំប្រើគឺកម្មវិធីដែលខ្ញុំធ្លាប់ប្រើពីមុនមកដដែលកម្មវិធីកាត់សលេងនេះគឺខ្ញុំប្រើតាំងពីនៅធ្វើការមកដល់ឥឡូវអញ្ចឹងវា10ឆ្នាំហើយអ្វីដែលខ្ញុំចេះហ្នឹងគឺខ្ញុំយកមកឲ្យអ្នកផ្សេងទៀតគាត់ធ្វើតាមដែរទៅដើម្បីគាត់សម្រេចគោលបំណងរបស់គាត់បើសិនជាអត់យកមកបង្រៀនទេអ្វីដែលយើងចេះហ្នឹងយើងភ្លេចអស់ហើយយើងកប់ចោលអ្នកនរគ្នាគិតថាឲ្យតែទៅធ្វើការយើងអាច
រំលឹកអ្វីយើងរៀនបានទាំងអស់ឲ្យសោះអត់អាចទេតែបើសិនជាយើងយកមកបង្រៀនគេគឺយើងចាំមកអស់នឹងវិញគុណសម្បត្តិទី2គឺវាសប្បាយដោយសារយើងជាគ្រូគ្រូយើងអាចឲ្យយោបល់យើងអាចនិយាយអីបានច្រើនឧទាហរណ៍ពេលខ្ញុំបង្រៀន design អញ្ចឹងខ្ញុំចូលចិត្តនិយាយលេងជាមួយសិស្សខ្ញុំពេលដែលឃើញពួកគាត់ធ្វើទៅវាមិនសូវទំនងរបៀបយើងនិយាយលេងសើចទាំងអស់គ្នាអញ្ចឹងវាជារឿងសប្បាយមួយបើសិនជាអ្នកនរគ្នាចូលចិត្តអារបៀបអញ្ចឹងតែបើអត់ចូលចិត្តទេអានឹងអត់បញ្ហាទេគុណសម្បត្តិចុងក្រោយគេគឺវាកសាងគេឈ្មោះរបស់យើងដែរឈ្មោះជាគ្រូគឺជាឈ្មោះល្អអ្នកនរគ្នាមិនមែនគ្រូជោគជ័យណានេះយើងគ្រូបង្រៀនជំនាញអ្វីមួយច្បាស់លាស់ដូចខ្ញុំអញ្ចឹងខ្ញុំបង្រៀនតាក់ទងជាមួយនឹងការធ្វើ content អញ្ចឹងនៅក្នុងហ្នឹងវាមានរបៀបថតសលេងរបៀបកាត់រូបភាពរបៀបកាត់វីដេអូវាមានក្នុងហ្នឹងអញ្ចឹងវាជាជំនាញគ្រូជោគជ័យខ្ញុំមិនសូវដឹងទេហ្នឹងមិនដឹងគេឈ្មោះរបៀបម៉េចអញ្ចឹងយើងដឹងពីគុណសម្បត្តិហើយយើងក៏ត្រូវដឹងពីគុណវិបត្តិដែរគុណវិបត្តិគឺត្រូវការពេលយូរដើម្បីឲ្យគេជឿទុកចិត្តយើងហើយគេមើលឃើញថាយើងអាចជួយគេឲ្យបានរបស់ដែលគេចង់បានហើយខ្ញុំឧទាហរណ៍អ្នកដែលគេចោះឈ្មោះរៀន YouTube ជាមួយខ្ញុំអញ្ចឹងមានអ្នកខ្លះគាត់តាមដាន channel របស់ខ្ញុំតាំងពីចាប់ផ្ដើមដំបូងមកដល់ពេលដែលគាត់ឃើញយើងមកដល់ចំណុចហ្នឹងយើងរកលុយបានរកអីចឹងទៅគាត់ចង់សាកល្បងដែរអញ្ចឹងបានគាត់ចោះឈ្មោះអញ្ចឹង2ឆ្នាំគឺចិត្ត2ឆ្នាំទៅគាត់សម្រេចចិត្តថាជឿយើងថាយើងចេះមែនពួកខ្ញុំបើកពង្រៀនយូរដែរហើយមិនមែនតែបើកឥឡូវទេខ្ញុំបើកចង់1ឆ្នាំrồiនេះពង្រៀនអនឡាញក៏មានពង្រៀនផ្ទាល់ក៏មានដែរអញ្ចឹងតើតើយើងនឹងចំណាយពេលច្រើនដើម្បីកសាងគេឈ្មោះរបស់យើងនៅលើអនឡាញឲ្យគេស្គាល់យើងថាយើងជាអ្នកណាយើងធ្វើអីគេបានខ្លះហើយវាមានផលល្អអីខ្លះដែរលើសួរបើចង់ពង្រៀនគេតើយើងគួរចាប់ផ្ដើមពីណាទៅគឺយើងចាប់ផ្ដើមពីអ្វីដែលយើងកំពុងតែធ្វើដំបូងគេគឺចាប់ផ្ដើមពីហ្នឹងរាល់ថ្ងៃអ្នកទាំងអស់គ្នាធ្វើអីគេយកហ្នឹងមកពង្រៀនគេមកគឺយើងច្បាស់ហើយទី2គឺយើងចាប់ផ្ដើមពីអ្វីដែលយើងអត់ធ្វើឥឡូវទេប៉ុន្តែយើងចេះស្រាប់ឬក៏យើងធ្លាប់បដូរជំនាញមកឧទាហរណ៍ដូចខ្ញុំពីមុនធ្លាប់ធ្វើជា graphic design អញ្ចឹងទោះបីជាខ្ញុំអត់ធ្វើឥឡូវក៏ខ្ញុំនៅតែមាន concept design ក្នុងខ្លួនដែរអញ្ចឹងអ្នកដែលអត់ចេះសោះគាត់អាចរៀនពីយើងបានយើងអាចបរៀនអ្នកជំនាញ design ជំនាន់ក្រោយទេប៉ុន្តែយើងអាចបង្រៀនអ្នកដែលមិនចេះសោះហើយអត់មានបំណងធ្វើជា designer បានអញ្ចឹងពីចំណុចហ្នឹងអ្នកនរគ្នាមើលទៅអ្វីដែលយើងកំពុងតែធ្វើការមួយទៀតអ្វីដែលយើងចេះស្រាប់តែទោះបីជាយើងចេះស្រាប់មិនមែនបានន័យថាយើងអត់មានអភិវឌ្ឍខ្លួនទេណាយើងត្រូវតែ update មេរៀនរបស់យើងដែរព្រោះការវិវត្តនៃមេរៀនវាចេះតែមានហើយក្នុងជំនាញមួយហើយសួរថាតើយើងអាចរកចំណូលបានប្រមាណចំណូលអាចបានច្រើនស៊ីសងទៅលើយើងដាក់តម្លៃមេរៀនរបស់យើងប៉ុណ្ណាបើសិនយើងដាក់ត្រឹម$10 $20គឺយើងអាចរកបានហើយតិចដែរតែបើសិនយើងដាក់លើហ្នឹងគឺយើងបានច្រើនតែចំនួនសិស្សក៏មិនប្រកាសថាបានច្រើនដូចអ្នកដែលគេបង្រៀន$10 $20ដែរឥឡូវខ្ញុំឧទាហរណ៍ដូចពេលដែលខ្ញុំបង្រៀនថ្នាក់ YouTube ដំបូងអញ្ចឹងខ្ញុំដាក់តម្លៃ50អ្នកដែលចូលរៀនមានដូចជា20អ្នកជាងកាលហ្នឹងក្រោយមកទៀតខ្ញុំដាក់តម្លៃដូចជា60ហើយអ្នកដែលចូលរៀននៅសល់ត្រឹម10អ្នកបន្តមកទៀតខ្ញុំដាក់តម្លៃ80ដោយសារតែខ្ញុំអាប់ដេតមេរៀនថ្មីចូលអញ្ចឹងខ្ញុំឡើងតម្លៃដែរខ្ញុំដាក់80អ្នកដែលមករៀននៅសល់តែ3អ្នកទេកាលហ្នឹងគ្រប់ទី3អញ្ចឹងយើងត្រូវសាកល្បងហើយវាស៊ីសងទៅលើការលក់របស់យើងដូចខ្ញុំនិយាយអញ្ចឹងគឺយើងពឹងទាំងស្រុងទៅលើជំនាញលក់ពីព្រោះយើងគ្រប់គ្រងមុខរបរខ្លួនឯងជាកន្លឹះមួយពីខ្ញុំតាក់ទងជាមួយនឹងការបង្រៀននៅពេលដែលយើងបង្រៀនគេគឺយើងដូចបង្រៀនខ្លួនឯងអញ្ចឹងយើងបង្រៀនខ្លួនឯងថាអ្វីដែលយើងធ្វើខុសហ្នឹងត្រូវតែកែចេញពីព្រោះបើមិនអញ្ចឹងទេយើងច្រឡំថ្ងៃណាមួយបង្ហាញឲ្យសិស្សយើងមើលឃើញអញ្ចឹងឥឡូវយើងចូលមកដល់មុខរបរទី4តាក់ទងជាមួយនឹងការលក់ audiobook ឬក៏ការលក់មេរៀនជាសំឡេងទី4នេះគឺខ្ញុំបានធ្វើប៉ុន្តែអត់ទាន់បានយកមកធ្វើគិតលុយទេខ្ញុំធ្លាប់ថតសំឡេង audiobook ខ្លួនឯងព្រោះខ្ញុំមាន e-book ច្រើន e-book free ហ្នឹងក៏ខ្ញុំមានច្រើន e-book សម្រាប់លក់ហ្នឹងក៏ខ្ញុំមានច្រើនអញ្ចឹងខ្ញុំយកមកថតជាសំឡេងហើយដាក់លក់ក៏ប៉ុន្តែអត់បានដាក់លក់ទេកាលហ្នឹងខ្ញុំដាក់ជាលក្ខណៈ donation អញ្ចឹងអ្នកណាដែលស្ដាប់ចប់ហើយនៅខាងចុងគឺមាន donation QR ABA របស់ខ្ញុំតែអ្នកដែលបាញ់មកមានតែម្នាក់ទេអញ្ចឹងខ្ញុំក៏ដកវាចេញវិញទៅខ្ញុំគិតថាវាប្រហែលជាមិនដើរទេមានតែលក់ហ្មងទៅវាស្រួលខ្ញុំក្រងថាលក់ audiobook នៅក្នុងឆ្នាំហ្នឹងហើយខ្ញុំកំពុងតែតេស្តវានៅក្នុងgroup content premium របស់ខ្ញុំដែរបើសិនជាវាដើរស្រួលគឺខ្ញុំនឹងលក់ audiobook មួយទៀតដើម្បីសម្រាប់អ្នកដែលគាត់
អត់ចូលចិត្តអានប៉ុន្តែចង់ដឹងថាសភៅយើងសរសេរពីអីឲ្យគាត់ស្ដាប់ទៅអ្នកខ្លះគាត់រវល់មែនដូចជាអ្នកធ្វើការខាងបើកបរយានយន្តជាប្រចាំគឺគាត់រវល់ប៉ុន្តែគាត់មានពេលស្ដាប់ច្រើនបើសិនជាគាត់បានសភៅយកទៅស្ដាប់គឺវាងាយស្រួលជាងការអង្គុយអានគុណសម្បត្តិដែលខ្ញុំមើលឃើញតាក់ទងជាមួយនឹង audiobook គឺដោយសារតែមនុស្សចូលចិត្តស្ដាប់ហើយមួយទៀតគឺយើងមាន e-book ស្រាប់យើងមានសភៅរួចហើយបើយើងទុកតែសម្រាប់អ្នកដែលចូលចិត្តអានគឺវាខាតអញ្ចឹងតើយើងយកមកធ្វើជាសម្លេងដែរទើបយើងអាចសភៅរបស់យើងនឹងទៅដល់មនុស្សកាន់តែច្រើនចំពោះតម្លៃខ្ញុំគិតថា audiobook យើងអាចលក់បានថ្លៃជាងដោយសារតែវាជាសម្លេងវាមិនមែនគ្រាន់តែជាការសរសេរតែមិនថ្លៃណាស់ទេហើយបើសិនជាយើងផ្ទៀងផ្ទាត់ជាមួយនឹងទីផ្សារស្រុកក្រៅក៏យើងអាចមើលឃើញដែរ audiobook គឺថ្លៃជាងមែនគុណវិបត្តិគឺពេលវេលាដែលត្រូវធ្វើយើងត្រូវអង្គុយថតសំឡេងអង្គុយកាត់អញ្ចឹងវាយូរជាងការធ្វើ e-book ធម្មតាមានតែប៉ុណ្្នឹងតែយើងគួរចាប់ផ្ដើមពីណាទៅបើសិនជាសួរបែបហ្នឹងគឺយើងចាប់ផ្ដើមពី e-book ទៅយើងត្រូវមានសភៅសិនទើបយើងអាចធ្វើជា audiobook បានឬក៏យើងត្រូវមានថ្នាក់រៀនមានមេរៀនដែលយើងរៀបចំហើយសិនទើបយើងអាចថតជាសំឡេងបានដូចគ្នាអញ្ចឹងមុខរបរទី2ហើយនិងទី3នេះបើសិនជាអ្នកគ្នាមានហើយគួរតែពិចារណាមុខរបរទី4ដូចគ្នាកុំឲ្យវាខាតរបស់ដែលយើងមានហើយគឺយើងអាចធ្វើបន្តទៅបទពិសោធន៍របស់ខ្ញុំជាមួយ channel វិភាគរឿងនេះគឺបង្ហាញថាមនុស្សចូលចិត្តស្ដាប់ច្រើនណាស់គេអត់ប្រកាន់ថាវីដេអូយើងអត់មានអីសោះទេឲ្យតែខ្លឹមសារខាងក្នុងហ្នឹងវាល្អគឺគេអង្គុយស្ដាប់ហើយខ្ញុំមានវីដេអូ1ម៉ោងហើយខ្ញុំមើលaverage duration ចង់កន្លះម៉ោងអញ្ចឹងច្រើនណាស់អ្នកនរគ្នាគេអាចអង្គុយស្ដាប់វីដេអូរបស់យើងបានកន្លះម៉ោងគឺយូរណាស់បើសិនជាសួរតាក់ទងនឹងចំណូលខ្ញុំអត់មានតួលេខពិតប្រាកដទេដោយសារតែអត់ទាន់បានធ្វើហើយកំពុងតែត្រៀមធ្វើតែខ្ញុំគិតថាវាមិនលើសពី e-book ប្រហែលទេដោយសារតែការដាក់តម្លៃរបស់ខ្ញុំវាមិនលើសពី e-book អញ្ចឹងបើសិនជាអ្នកចាប់អារម្មណ៍គាត់ចង់ស្ដាប់សំឡេងaudiobook ហ្នឹងក៏គាត់ pay លុយទៅដូចគ្នាជាមួយនឹង e-book អញ្ចឹងការរៀនរបស់មនុស្សវាមានទម្រង់ខុសប្លែកគ្នាអ្នកខ្លះគាត់ចូលចិត្តស្ដាប់ទៅអ្នកខ្លះចូលចិត្តអានអ្នកខ្លះចូលចិត្តមើលអញ្ចឹងបើសិនជាក្នុងនាមយើងជាអ្នកបង្រៀនឬក៏មានជាដំណោះស្រាយហ្នឹងយើងគួរតែធ្វើមាតិការបស់យើងហ្នឹងឲ្យមានទម្រង់ខុសៗគ្នាដែរទៅកុំឲ្យខាតទាំងយើងខាតទាំងគេអូខេឥឡូវយើងមើលមុខរបរទី5ចុងក្រោយគេគឺការលក់មាតិកា premium ឬក៏ subscription ថ្មីនេះខ្ញុំទៅតែធ្វើមុខរបរហ្នឹងទេពីមុនក៏មានគំនិតចង់ធ្វើដែរតែមិនដឹងធ្វើពីអីតែដោយសារតែមួយរយៈហ្នឹងមានអ្នកដែលគាត់ស្ដាប់ podcast ខ្ញុំយូរឆ្នាំហើយគាត់ក៏ប្រាប់ចឹងទៅថាគួរតែសាកល្បងទៅបើសិនជាសាកគឺគាត់គ្រប់គ្រងមុនគេសម្រាប់ខ្ញុំឲ្យតែមានម្នាក់ពីរនាក់និយាយចឹងហើយគឺខ្ញុំសាកធ្វើហើយដល់ពេលដែលធ្វើឥឡូវនេះគឺខ្ញុំបានអ្នកចោះឈ្មោះប្រហែលជាដូចជា20នាក់ជាងខ្ញុំគិតថា20នាក់ជាងអ្នកខ្លះគាត់ចោះឈ្មោះ1ឆ្នាំអ្នកខ្លះគាត់ចោះឈ្មោះកន្លះឆ្នាំអ្នកខ្លះគាត់សាកមួយយើង3ខែពីព្រោះខ្ញុំអត់មាន1ខែទេ1ខែខ្ញុំហត់អង្គុយនឹង track ម្នាក់ណាគេចូលព្រោះយើង track ធម្មតានៅក្នុង group Telegram ខ្ញុំប្រើប្រាស់ group Telegram ទេរាល់ថ្ងៃនេះដូចខ្ញុំនិយាយចឹងយើងប្រើ platform គេគឺយើងកាត់លុយគេច្រើនណាស់តើតែយើងលក់ premium តម្លៃមួយខែ$20អីបានវាទៅរួចដូចខ្ញុំលក់មួយខែ$2អញ្ចឹងអ្នកណាដែលគេចង់ស្ដាប់ឬក៏ចង់អានអត្ថបទរបស់ខ្ញុំហ្នឹងគេបង់លុយទៅគេចូលមកមើលរាល់ថ្ងៃហើយខ្ញុំមើលឃើញគេចូលមើលរាល់ថ្ងៃមែនខ្ញុំរាប់ចំនួនអ្នកដែលចូលមើលអត្ថបទដែលខ្ញុំផុសចុងក្រោយមានអ្នកចូលមើលច្រើនឥឡូវយើងមើលគុណសម្បត្តិអីគេគុណសម្បត្តិគឺយើងអាចទទួលបានចំណូលថិតថេរឧទាហរណ៍ថាគេបង់3ខែអញ្ចឹងយើងដឹងថាម្នាក់ហ្នឹងគឺនៅជាមួយយើង3ខែគាត់គ្រប់គ្រងយើង3ខែបើសិនជាគេបង់1ឆ្នាំគឺគេគ្រប់គ្រងយើង1ឆ្នាំអញ្ចឹងការលក់មាតិកា premium នេះសម្រាប់ខ្ញុំគឺជាការគ្រប់គ្រងជាការsupport ដល់កម្រិតមួយហើយពីព្រោះគេសុខចិត្តដកលុយគេមកជួយឲ្យយើងអាចធ្វើមាតិកាបានតាមពិតគេអាចរងចាំស្ដាប់នៅលើ YouTube នៅលើអីបានប៉ុន្តែដោយសារតែគេចង់ជួយឲ្យយើងធ្វើមាតិកានឹងបន្ថែមទៀតគេសុខចិត្តចំណាយលុយគេ$2ក៏ដោយអ្នកនរគ្នាបើសិនជាយើងអត់មានប្រយោជន៍អីសោះឬក៏គេមិនចង់រវល់ជាមួយយើងគឺគេអត់ដកលុយមកឲ្យយើង$2ទេអត់អាចទៅរួចមកអញ្ចឹងខ្ញុំគិតថាគុណសម្បត្តិវាគឺបង្ហាញពីការគ្រប់គ្រងដែលយើងទទួលបានពីអ្វីដែលយើងធ្វើបើសិនជាអ្នកនរគ្នាលក់ premium ប៉ុន្តែមានអ្នកចាប់អារម្មណ៍អានឹងបង្ហាញថាមាតិការបស់យើងអត់ទាន់ផ្ដល់ជាប្រយោជន៍ដល់គេពេញលេញទេអញ្ចឹងគេអត់ទាន់ហ៊ានចំណាយលុយ
ខ្ញុំអត់គិតថាមនុស្សយើងគំរិះលុយទេខ្ញុំគិតថាមនុស្សយើងមិនចង់ចាយលុយទៅលើអ្វីដែលអត់មានប្រយោជន៍អញ្ចឹងវាចូលដល់គុណវិបត្តិហើយគុណវិបត្តិគឺកន្លែងហ្នឹងឯងបើសិនជាយើងមិនមានប្រយោជន៍គ្រប់គ្រាន់ទេយើងអាចលក់អាមេតិកាព្រីមៀមនឹងកើតទេមិនថាយើងលក់ជាលក្ខណៈអីក៏ដោយដូចអ្នកខ្លះគាត់ខាងកាត់តវីដេអូកាត់តរូបភាពអញ្ចឹងគាត់អាចលក់ជា preset លក់ជា template ឬក៏លក់ជា file ផ្សេងៗ file សំឡេង file អីដែលគាត់មានស្រាប់ហ្នឹងគាត់ធ្វើហើយគាត់អាចលក់បានអញ្ចឹងតើអ្នកនរគ្នាចង់ចាប់ផ្ដើមពីណាទៅគឺចាប់ផ្ដើមពីការកសាងកេរ្តិ៍ឈ្មោះហើយបើសិនជាអាចគួរតែចាប់ផ្ដើមពីមុខរបរទី1មកពីព្រោះ YouTube ល្អជាង platform ផ្សេងត្រង់វាអាចបង្កើត audience ពិតប្រាកដឲ្យយើង audience ដែលនៅលើ YouTube គេចំណាយពេលយូរជាមួយនឹង content របស់យើងអញ្ចឹងគេគាំទ្រយើងក៏ឆាប់ជាងអ្នកដែលអូសឃើញយើង plan នៅលើ TikTok ដែរឥឡូវសួរថាយើងអាចរកចំណូលបានប្រមាណពីការលក់មេតិកាហ្នឹងខ្ញុំអត់ទាន់ដឹងទេពីព្រោះខ្ញុំទៅតែធ្វើអត់ទាន់បានមួយខែទេខ្ញុំធ្វើបានប្រហែល2អាទិត្យអញ្ចឹងរកតែចាំមើលទៀតឥឡូវអ្នកនរគ្នាដឹងហើយមុខរបរតូចទាំង5ដែលខ្ញុំលើកមកនិយាយហ្នឹងគឺមានប៉ុណ្ណឹងទី1គឺការរកលុយពី YouTube ទី2គឺការលក់ e-book ទី3គឺការបង្រៀនទី4តាក់ទងនឹង audiobook ដែលយើងមានហើយចុងក្រោយគេគឺការលក់មេតិកា premium ឬ subscription បើសិនជាអ្នកនរគ្នាអាចទៅរួចគួរតែធ្វើទាំង5ហ្នឹងទៅឥឡូវចាំមើលយើងអាចបូកចូលគ្នារបៀបម៉េចយើងចាប់ផ្ដើមពី YouTube មកដោយសារតែ YouTube យើងអាចរកចំណូលបានលឿនជាងផ្សេងទៀតយើងចាប់ផ្ដើមពី YouTube មកអញ្ចឹងយើងកសាងកេរ្តិ៍ឈ្មោះយើងសន្សំ content របស់យើងសន្សំ script វីដេអូរបស់យើងបន្ទាប់មកយើងរើសយកមើលថា script មួយណាដែលវាមានអ្នកមើលច្រើនច្នៃវាទៅជា e-book ដើម្បីលក់មិនមែនឲ្យតែវីដេអូគឺយើងអាចធ្វើជា e-book ទេណាតោះតែវីដេអូហ្នឹងមានគេគាំទ្រច្រើនវីដេអូហ្នឹងយើងធ្វើបានល្អចាំយកវាទៅធ្វើជា e-book បន្តមកទៀតអ្នកនរគ្នាចាប់ផ្ដើមបង្រៀនពីអ្វីដែលអ្នកនរគ្នាកំពុងតែធ្វើលើខ្ញុំឧទាហរណ៍ថា channel YouTube របស់យើងធ្វើតាក់ទងនឹងវិធីចម្អិនម្ហូបអញ្ចឹងការបង្រៀនក៏យើងគួរតែបង្រៀនពីចម្អិនម្ហូបដែរដូចខ្ញុំអញ្ចឹងខ្ញុំវិភាគរឿងខ្ញុំបង្រៀនគេផ្សេងទៀតឲ្យវិភាគរឿងដែរហើយគេរកលុយតាម YouTube តាមរបៀបដែលខ្ញុំរកលុយតាម YouTube ខ្ញុំអត់មានបង្រៀនលើសពីអ្វីដែលខ្លួនឯងអត់ធ្វើទេព្រោះអត់ចង់បានឈ្មោះជាគ្រូជោគជ័យទេចង់បានឈ្មោះជាគ្រូបង្រៀន say script YouTube អញ្ចឹងបន្ទាប់ពីយើងបង្រៀនហើយយើងមាន e-book ហើយចាប់ផ្ដើមថតសំឡេងពីសភៅរបស់យើងថតសំឡេងពីមេរៀនរបស់យើងរៀបចំលក់ជា audiobook ចុងក្រោយគេយើងអាចប្រមូលអ្វីដែលយើងមានទាំងអស់ហ្នឹងដាក់ចូលមកកញ្ចប់មកទៅជាមេតិកា premium ឥឡូវធ្វើដូចខ្ញុំទៅក្នុងមួយខែយើងឲ្យ e-book គេមួយក្បាលឬក៏ពីរក្បាលហើយនៅក្នុងហ្នឹងយើងមានមេតិកាផ្សេងៗដែលយើងធ្វើហ្នឹង script ហ្នឹងធ្វើជាកូនអត្ថបទទៅហើយបន្តមកទៀតយើងមានជា audiobook គឺជា podcast ខ្ញុំមានតែសំឡេង podcast ទេរាល់ថ្ងៃនេះនៅក្នុងpremium គ្រប់ premium របស់ខ្ញុំហ្នឹងជាកន្លឹះមួយដែរបើសិនជាអ្នកនរគ្នាលក់មេតិកា premium គួរតែជៀសវាងយកអ្វីដែលយើងលក់នៅក្នុងគ្រប់ premium ហ្នឹងទៅលក់នៅកន្លែងផ្សេងទៀតឬក៏ទៅដាក់ឲ្យគេអាន free បើសិនជាអ្នកនរគ្នាធ្វើអញ្ចឹងគឺវាបាត់តម្លៃpremium ហ្នឹងហើយ premium បានន័យថាគេមិនអាចរកបានអាហ្នឹងនៅកន្លែងផ្សេងទៀតចុះបើសិនជាធ្វើគឺធ្វើសម្រាប់តែអ្នកដែលគេទិញ premium យើងហ្នឹងទៅកុំឲ្យអ្នកដទៃទៀតដែលអត់ទិញទទួលបានដែរអញ្ចឹងនេះគឺជាគំនិតទាំងស្រុងតែវាមិនលម្អិតទេពីព្រោះខ្ញុំយកមកធ្វើជា YouTube ដោយនិយាយគ្រាន់តែមើលចំណុចធំយកមកនិយាយហ្នឹងវាអត់ដូចការសរសេរសភៅទេសភៅហ្នឹងគឺខ្ញុំសរសេរដល់ត្រឹមកន្លែង YouTube ហើយពាក់កណ្ដាលទៀតតាក់ទងជាមួយនឹង personal branding ខ្ញុំសរសេរចប់ហើយអញ្ចឹងវានៅសល់4ចំណុចទៀតដែលយើងអាចបញ្ចប់បានតែដោយសារតែឥឡូវនេះវាដាច់បាត់ទៀតសម្រាប់បោះពុម្ពអីខ្ញុំផ្អាកសិនតែវីដេអូនេះបើសិនជាអ្នកនរគ្នាមើលដល់ចប់គឺអាចជួយឲ្យយើងយល់ថាអ្វីទៅគឺជាមុខរបរតូចទោះបីមិនយល់លម្អិតក៏ដោយយ៉ាងហោចណាស់ក៏ដឹងថាមុខរបរតូចគេធ្វើអញ្ចឹងគេធ្វើពីនេះទៅនេះពីនេះទៅនេះហើយអត់ចាំបាច់មានគ្នាច្រើនជួយទេបើអ្នកនរគ្នាមានប្តីមានប្រពន្ធធ្វើតែពីរអ្នកប្តីប្រពន្ធក៏បានដែរកុំចាំបាច់ជួលមនុស្សមកច្រើនព្រោះមនុស្សកាន់តែច្រើនចំណាយកាន់តែធំបើសិនជាចំណាយធំចំណូលយើងតិចយើងទៅអត់រួចទេមុខរបរតូចមិនមែនជាមុខរបរដែលចេញមកលយឆាយដោយអ្នកគេរកស៊ីធំទេអានេះជាមុខរបរបន្ថែមចំណូលជាមុខរបរចិញ្ចឹមខ្លួនឯងដោយមិនបាច់ពឹងអ្នកដទៃឬក៏ពឹងប្រាក់ខែហើយក៏ជាមុខរបរមួយដែលធ្វើយើងរកឃើញខ្លួនឯងដែរមិនថាអ្នកនរគ្នាមានមហិច្ឆតាធំប៉ុណ្ណាទេការចាប់ផ្ដើមពីមុខរបរតូចអាចជាជម្រើសល្អជាងគេបើសិនជាយើងគ្មានដើមទុន
យើងមិនមានខ្សែមានខ្នងអីដូចគេច្រើនហើយបើសិនជាអ្នកនរគ្នាកំពុងតែធ្វើការទៀតខ្ញុំលើកទឹកចិត្តឲ្យឆ្លៀតទៅហើយបង្កើតពី YouTube មកពីព្រោះ YouTube នេះគឺជាផ្លូវចេញរបស់ខ្ញុំហើយជាផ្លូវចេញរបស់អ្នកផ្សេងទៀតដែលខ្ញុំស្គាល់អញ្ចឹងបើសិនជាមនុស្សមួយចំនួនគេអាចចេញបានប្រហែលជាយើងអាចចេញបានដែរមូលហេតុដែលអត់សូវមានអ្នកដែលគេចេញមកពីព្រោះគេខ្លាចទេគេខ្លាចថា YouTube មិនអាចទប់បានខ្លាចអញ្ចឹងគឺត្រូវហើយពីព្រោះ YouTube តែមួយគឺទប់អត់បានមែនហើយខ្ញុំធ្លាប់ផ្សាយឲ្យវេទនាណាស់អាពេលដែលយើងដាច់លុយហ្នឹងព្រោះយើងធម្មតាយើងមានប្រាក់ខែថេដល់ពេលដែលយើងដកអាប្រាក់ខែចេញមកទៅគឺវាហេហានៅក្នុងខ្លួនប៉ុន្តែដល់ពេលដែលយើងបន្ថែមមុខរបរផ្សេងទៀតមកគឺយើងអាចទប់ជាប់ហើយការរកចំណូលគឺយើងពឹងទៅលើភាពច្នៃប្រឌិតហើយយើងពឹងទៅលើការលក់របស់យើងហើយមួយទៀតក៏យើងពឹងទៅលើចំនួនច្រកចំណូលដែលយើងអាចរកបានដែរអញ្ចឹងវីដេអូនេះខ្ញុំឲ្យអ្នកទាំងអស់គ្នា5មុខរបរយកទៅគិតខ្លួនឯងយកទៅសាកខ្លួនឯងហើយបើសិនជាសាកហើយអត់ដើរចង់រៀនពីការសរសេរ script ធ្វើ YouTube អាចមករៀនជាមួយខ្ញុំការសេ e-book ក៏អាចមករៀនជាមួយខ្ញុំដែរតាក់ទងនឹងការធ្វើមេរៀនខ្ញុំអត់ទាន់មានបើកបង្រៀនទេព្រោះខ្ញុំធ្វើបានតែខ្លួនឯងaudiobook អីក៏អត់ទាន់មានដែរការលក់ subscription ក៏ខ្ញុំអត់ទាន់មានបង្រៀនដែរអញ្ចឹងខ្ញុំមានតែមុខរបរទី1និងទី2ទេបើសិនជាចង់ធ្វើអាចមករៀនបានខ្ញុំនឹងដាក់ link ខៃឡូអ្នកនរគ្នាចង់ឆាតមកសួរអីតែកុំសួរតម្លៃខ្ញុំប្រាប់តម្លៃហើយ150បាច់សួរឯងព្រោះខ្ញុំទទួលបានសារច្រើនណាស់ដែលគាត់សួរតែតម្លៃហើយស្ងាត់ឆឹងអញ្ចឹងកុំឲ្យពិបាកសួរអញ្ចឹងយើងដឹងតម្លៃមូលហេតុដែលខ្ញុំយកតម្លៃប៉ុណ្ណឹងដោយសារតែខ្ញុំបន្ថែមមេរៀនរហូតខ្ញុំអត់ចង់បើកគ្រប់ថ្មីរហូតទេខ្ញុំចង់ឲ្យទាំងអ្នកចាស់អ្នកថ្មីនឹងរៀនបន្តអញ្ចឹងរហូតជាមួយគ្នាអញ្ចឹងទៅណាមួយមិនចង់ឲ្យគេហៅខ្ញុំថាគ្រូរហូតផងគេហៅលោកគ្រូគេមិនមែនហៅបងហៅ admin ខ្ញុំមិនសូវចូលចិត្តទេអ្នកណាគេហៅខ្ញុំថា admin អីបើហៅលោកគ្រូអាហ្នឹងចេះចង់ឆ្លើយហៅបងអីចេះចង់និយាយមួយមុននឹងខ្ញុំបញ្ចប់វីដេអូនេះទៅបើសិនជាអ្នកទាំងអស់គ្នាគិតថាខ្លាចតែចេញមកយើងធ្វើបានពាក់កណ្ដាលយើងឈប់ការគិតបែបហ្នឹងគេហៅថាការនិយាយឲ្យខ្លួនឯងដកចេញការនិយាយឲ្យខ្លួនឯងដកខ្លួនកុំតន់គិតឆ្ងាយខ្លាំងពេកកុំតន់ខ្លាចឥឡូវខ្ញុំនិយាយចឹងថាកុំតន់ខ្លាចយើងសាកធ្វើពី YouTube សិនទោះបីខ្ញុំប្រាប់ពីមុខរបរ5ក៏ដោយប៉ុន្តែអ្នកនរគ្នាចាប់ផ្ដើមពី YouTube សិនអត់ចាំបាច់ចំណាយលុយអីទេអត់ចាំបាច់មករៀនជាមួយខ្ញុំក៏បានដែរសាកល្បងជាមួយ YouTube យើងតេស្តសមត្ថភាពយើងមើលថាយើងអាចធ្វើបានឬអត់យើងធ្វើបានមួយវីដេអូអាហ្នឹងល្អ2វីដេអូល្អ10វីដេអូចាប់ផ្ដើមល្អហើយអញ្ចឹងយើងគ្រាន់តែសាកសិនយើងប្រើពាក្យសាកនេះដើម្បីកុំឲ្យខ្លួនយើងខ្លាចបន្ទាប់ពីអ្នកនរគ្នាធ្វើបានវីដេអូគួរសមហើយយល់ពី YouTube ហើយចាប់ផ្ដើមធ្វើយកមែនតើហើយដល់ពេលដែលយើងធ្វើមែនតើគឺយើងរៀបផែនការរៀបយុទ្ធសាស្ត្ររបស់យើងថាគួរចេញពីណាទៅណាកុំឲ្យពេលដែលធ្វើហើយទៅគាំងពាក់កណ្ដាលទីបើសិនជាអ្នកនរគ្នាមិនលោភលន់ទេខ្ញុំគិតថាមុខរបរតូចហ្នឹងវាអាចឲ្យយើងរស់បានដូចតែគេទៅធ្វើការអញ្ចឹងវាជាចំណូលដូចអ្នកលក់ចាប់ព្រួយនៅផ្ទះអ្នកបើកអ៊ុតសក់អ៊ុតអីនៅផ្ទះអញ្ចឹងដូចតែគ្នាអញ្ចឹងគ្រាន់តែវាចាប់ផ្ដើមនៅលើអនឡាញហើយពេលខ្លះទៅវាអាចពង្រីកខ្លួនមក offline វិញឬក៏មិនអញ្ចឹងទេវានៅលើអនឡាញរហូតទៅបើសិនជាខ្ញុំនិយាយថាមុខរបរតូចនេះជាមុខរបរដែលធ្វើនំអត់ម្សៅក៏វាអត់ត្រូវដែរពីព្រោះយើងចំណាយពេលវេលាច្រើនដើម្បីទៅធ្វើវាលើឧទាហរណ៍បើសិនជាអ្នកនរចង់លក់ e-book មួយក្បាលយ៉ាងហោចណាស់ក៏2អាទិត្យដែរហើយបើអ្នកដែលមិនដែលសរសេរទៀតមួយខែបញ្ចេញអញ្ចឹងវាពេលវេលាជាងវាប្រាក់វាយើងគិតថាធ្វើនំអត់ម្សៅក៏វាអត់ត្រូវដែរព្រោះយើងនៅតែត្រូវចំណាយពេលចំណាយកម្លាំងរបស់យើងទៅធ្វើទៅដែរហើយខ្ញុំលើកទឹកចិត្តឲ្យសាកល្បងបានផលឬមិនបានផលតើយើងសាកសិនបានដឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូមួយនេះសង្ឃឹមថាជួយអ្នកនរគ្នាបានច្រើនហើយបើសិនជាមានចម្ងល់អាច comment នៅខាងក្រោមបានឬក៏មានជាសំណួរអីផ្សេងតាក់ទងនឹងមុខរបរទាំងអស់ហ្នឹងអាចសួរខ្ញុំទៅខ្ញុំហៅវាថាមុខរបរដើម្បីឲ្យវាស្រួលស្ដាប់តាមពិតវាគ្រាន់តែជាវិធីរកលុយនៅលើអនឡាញទេតែបើយើងនិយាយថាវិធីរកលុយវាដូច scam មិនអីតែនេះវាមិនមែនជា scam ទេព្រោះយើងអាចធ្វើធម្មតាធ្វើដូចគេដូចឯងក៏យើងអាចរកលុយបានដែរអរគុណសម្រាប់ការមើលវីដេអូមួយនេះចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត